ប្រៀបសួរបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានបាទថ្ងៃនេះលោកគ្រូមានរបស់សាសិទ្ធនឹងឲ្យយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាបានដឹងបានជ្រាបណារបស់នេះគឺសារអំពីស្នែងក្របីបក់ឆ្លុះណាស្នែងក្របីបក់ឆ្លុះហើយនឹងឆ្អឹងដំរីសំគ្នាណាមានពីរប្រភេទជាប្រភេទអង្កាំដៃណាអង្កាំដើម្បីយកពាក់ការពារហើយយើងចាត់ទុកថាជាខ្សែសីមាណាខ្សែសីមាការពារនៅផ្លូវងងឹតនឹងការពារនៅខ្មោចព្រាយបិសាចផ្លូវងងឹតយើងដើរទៅកន្លែងណាកុំឲ្យខ្មោចព្រាយបិសាចគេផ្ចាផ្ចាញ់ឬក៏ជន់ក្រាបគេអញ្ចឹងណាពាក់ទៅឲ្យមានឫទ្ធិមានអំណាចហើយមានលៀបមានជ័យមានសិរីសួស្តីណាហ្នឹងហើយការពារនៅមន់ខ្មៅដូចគ្រូបានបញ្ជាក់អញ្ចឹងហើយខ្សែដៃនេះគឺលោកគ្រូធ្វើដោយខ្លួនឯងណាហើយក៏បានសូត្របកបកប្រសិទ្ធិនៅក្នុងខ្សែដៃរួចរាល់ហើយបើបងប្អូនណាចំណាប់អារម្មណ៍មាននិស្ស័យចង់ជឿយកទៅប្រើប្រាស់ហ្នឹងអាចតាក់ទងលោកគ្រូបានតាម Telegram ណាហើយនៅអត់ច្រើនទេប្រហែលជា 4-5 ខ្សែទៀតអស់ហើយហ្នឹងហើយចំនួនមានកំណត់ហ្នឹងហើយគឺខ្សែសីមាដូចលោកគ្រូបញ្ជាក់ហ្នឹងគឺការពារបានច្រើនយ៉ាងបាទសូមអរគុណ